បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើណាំសាច់ជ្រូកបាទណាំសាច់ជ្រូកណាយើងធ្វើតែរយៈពេលមួយយប់យើងអាចយកមកញ៉ាំបានហើយបងប្អូនវាជូរល្មមហើយណាំសាច់ជ្រូកណាពេលយើងញ៉ាំយើងយកផ្ទាប់នឹងបន្លែស្រស់ៗគឺថាវាត្រូវគ្នាមែនទែនហើយបើសិនបងប្អូនយើងជួយចិត្តម្ទេសរឹតតែល្អយើងផ្ទាប់មួយម្ទេសហ่ะបើហើយបន្តិចទៀតយើងទៅតាមដានទស្សនានេះធ្វើនឹងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាហើយមុនដំបូងខ្ញុំយកសាច់ជ្រូកយកមកហាន់វាសិនហើយចំណែកសាច់ជ្រូកណាខ្ញុំយកកន្លែងស្មាបើមានជាតិខ្លាញ់ខ្លះហើយយើងហាន់ឲ្យវាស្ដាងតិចមកព្រោះថាសាច់ជ្រូកនេះយើងយកទៅកិននឹងម៉ាស៊ីនបើសិនបងប្អូនមានម៉ាស៊ីនកិនទេបងប្អូនអាចចិញ្ច្រាំបានហើយយើងចិញ្ច្រាំវាតល់តែម៉ត់ណាបើសិនយើងចិញ្ច្រាំដៃតែខ្ញុំកិននឹងម៉ាស៊ីនវាម៉ត់ល្អនេះប៉ុណ្ណឹងយើងដាក់ក្នុងម៉ាស៊ីនកិនតែម្ដងមកយើងកិនវាម៉ត់មកដល់ពេលសាច់ជ្រូកម៉ត់ហើយយើងដួសវាទុកមកហើយជាបន្តយកខ្ទឹមសយកមកបុកហើយខ្ទឹមសនេះខ្ញុំដាក់ចំនួន1ខាំហើយយើងបុកឲ្យម៉ត់មកខ្ទឹមសហ្នឹងពេលដែលខ្ទឹមសយើងបុកម៉ត់ហើយខ្ញុំយកសាច់ជ្រូកចាក់ដាក់ចូលក្នុងចានធំមួយដើម្បីយើងងាយស្រួលប្រឡាក់គ្រឿងណាហើយយើងដួសខ្ទឹមសយើងបុកហើយចូលមកបន្តបន្តិចខ្ញុំដាក់អំបិលមាត់ស្ករសប៊ីចេងហើយយើងច្បល់វាមកច្បល់ឲ្យសាច់ជ្រូកវាចូលជាតិនឹងគ្រឿងយើងដាក់បាញ់មិញណាយើងច្បល់ឲ្យវាសព្វគ្នាមកដល់ពេលវាសព្វនេះហើយខ្ញុំដាក់បាយចូលទៅហើយបាយខ្ញុំដាក់1ខាំកន្លះហើយយើងច្បល់វាម្ដងទៀតហើយយើងដាក់បាយនេះដាក់ដើម្បីឲ្យវាឆាប់កាច់បងប្អូនហើយបាយនេះយើងដាក់បាយកកបងប្អូនយើងច្បល់វាសព្វមកដល់ពេលឃើញថាវាសព្វហើយខ្ញុំបោកវាអញ្ចឹងយើងបោករៀងយូរដែរធ្វើអញ្ចឹងមកដល់ពេលបោករីរាល់ហើយខ្ញុំយកស្ព្រាមួយហើយខ្ញុំដាក់ថង់ហើយយើងដាក់ស្ទង់មើលទៅបងប្អូនបើសិនបងប្អូនអត់មានជីងតែបងប្អូនមានជីងអានោះមកវាស្មើដៃល្អយើងដាក់យើងថ្លឹងទៅយើងស្រឡាញ់ប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងទៅដាក់ស្មើដៃទៅហើយដល់ពេលយើងថ្លឹងរួចរាល់ហើយយើងយកវិឆាយកមកសកត់វាចឹងដើម្បីឲ្យវាណែនណាដល់ពេលវាណែនហើយធ្វើដូចខ្ញុំចឹងមកហើយយើងយកកស៊ូយើងមកចងហើយយើងចងឲ្យតឹងកស៊ូហ្នឹងណាកស៊ូយើងចង2កលាក់ដូចខ្ញុំចឹងហើយយើងធ្វើអញ្ចឹងតល់តអស់មកអាហ្នឹងបើសាច់ជ្រូកយើងច្រើនយើងដាក់ថង់ច្រើនអញ្ចឹងអាហ្នឹងតាមសាច់ជ្រូកយើងទេតាមគ្រឿងយើងធ្វើហើយបងប្អូនបើតំណេបងប្អូនអាចសាកធ្វើបានព្រោះថារសជាតិវាឆ្ងាញ់មែនទែនមិនចាញ់អ្នកធ្វើលក់ទេហើយពេលដែលយើងញ៉ាំនឹងបន្លែស្រស់ហើយម្ទេសស្រស់បងប្អូនត្រូវគ្នាមែនទែនយើងធ្វើអញ្ចឹងតល់តអស់មកឥឡូវខ្ញុំច្រករួចរាល់ហើយជាបន្តខ្ញុំយកប្រអប់មួយមកហើយយើងយកណែមរបស់យើងដាក់ចូលក្នុងប្រអប់ហ្នឹងហើយយើងបិទឲ្យជិតហើយយើងរុំថង់អញ្ចឹងបងប្អូនយើងបិទឲ្យជិតទៅហើយខ្ញុំទុកវារយៈពេលមួយយប់ហើយកន្លែងយើងទុកកន្លែងធម្មតាទៅមិនបាច់ដាក់ក្នុងទូទឹកកកអីទេយើងទុកតាមមួយយប់ទៅយើងអាចយកមកញ៉ាំបានហើយឥឡូវគ្រប់រយៈពេលមួយយប់ហើយយើងមកបើកមើលហើយយើងកាត់កស៊ូហើយយើងកាត់ថង់ចេញទៅសនុកយើងយកទៅអាំងបងប្អូននេះមើលសាច់ណែវាណែល្អមែនទែនវាអត់បែកទេបើសិនយើងធ្វើអត់ត្រូវតិចវាបែកអញ្ចឹងអាំងអត់កើតទេណាវាស្អិតជាប់ជាទៀស្អិតជាប់ចានអញ្ចឹងបងប្អូនវាអត់ត្រូវយើងយកចេញពីថង់អស់មកយើងទៅអាំងហើយពេលយើងអាំងគឺយើងដាក់ភ្លើងតិចបំផុតណាយើងកុំឲ្យដាក់ភ្លើងខ្លាំងបើសិនដាក់ភ្លើងខ្លាំងវាខ្លោចវាអត់ឆ្អិនទេព្រោះតែសាច់ជ្រូកយើងមានខ្លាញ់អញ្ចឹងណាមើលដូចខ្ញុំដាក់ភ្លើងតិចមែនទែនហើយយើងអាំងអាសាមើលវាកុំឲ្យវាខ្លោចហើយយើងអាំងឲ្យឆ្អិនតែម្ដងមក
ដែលយើងអាំងឲ្យឆ្អិនប៉ុណ្ណឹងកុំឲ្យវាខ្លោចបងប្អូនហើយពេលដែលវាឆ្អិនយើងយកទៅញ៉ាំនឹងបន្លែស្រស់ៗទៅរសជាតិគឺថាឆ្ងាញ់មែនទែនហើយបងប្អូនបើគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនកុំភ្លេចចុច like ចុច share វីដេអូម្នាក់មួយផងបាទហើយសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងទេបាទសូមអរគុណប្រកាសតាមដានទស្សនារបស់បងប្អូនដល់ពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា